ស C គឺស្មើនឹង limit x ខិតទៅរក1នៃ x ស្វ័យគុណ2024ដក1នៅលើ x ស្វ័យគុណ2023ដកនឹង1បើយើងធ្វើការជួសលេខចូលទៅគឺវាមានរាង0លើ0ដដែលអញ្ចឹងកន្លែងនេះយើងអាចបំលែងតាមរូបមន្ត a ស្វ័យគុណ n ដក b ស្វ័យគុណ n ដដែលទៅអញ្ចឹងយើងអាចសរសេរបាន x ដក1គឺតើឲ្យពី x ស្វ័យគុណ2023បូកនឹង x ស្វ័យគុណ2022ហើយបូកតរហូតទៅដល់1ហើយទាំងអស់ហ្នឹងចែកឲ្យ x ដក1គឺតើ x ស្វ័យគុណ2022បូកនឹង x ស្វ័យគុណ2021បូកតរហូតទៅដល់1ហើយយើងធ្វើការសម្រួល x ដក1ចោលទៅអញ្ចឹងអ្វីដែលនៅសល់គឺ limit x ខិតទៅរក1នៃ x ស្វ័យគុណ2023បូកនឹង x ស្វ័យគុណ2024បូកតរហូតទៅដល់1ហើយទាំងអស់ហ្នឹងចែកនឹង x ស្វ័យគុណ2022បូកនឹង x ស្វ័យគុណ2021ហើយបូករហូតទៅដល់1អញ្ចឹងកន្លែងនេះយើងអាចសរសេរបានឬក៏វាស្មើនឹង1ស្វ័យគុណ2023បូកនឹង1ស្វ័យគុណ2022ហើយបូកតរហូតដល់1ហើយទាំងអស់ហ្នឹងចែកនឹង1ស្វ័យគុណ2022បូកនឹង1ស្វ័យគុណ2021ហើយបូកតរហូតដល់1អូខេអញ្ចឹងខាងលើមានន័យថា1បូកចូលគ្នារហូតដល់2024ដងហើយខាងក្រោម1បូកគ្នារហូតដល់2023ដងអញ្ចឹងចម្លើយ limit របស់យើងគឺវាស្មើនឹង2024នៅលើ2023ហើយលំហាត់ D ស្មើនឹង limit x ខិតទៅរក0នៃ x បូកនឹង1លើកជាស្វ័យគុណ2024ដក1នៅលើ x ការ៉េដកនឹង2អញ្ចឹងបើសិនជាយើងធ្វើការជួស0ចូលទៅកន្លែងនេះយើងមិនទាញបាន0បូកនឹង1ស្វ័យគុណ2024ដកនឹង1អញ្ចឹងវាស្មើនឹង0ហើយ x ការ៉េអញ្ចឹងកន្លែងនេះយើងទាញបាន0ដកឲ្យ0អញ្ចឹងស្មើ0នេះគ្នាអញ្ចឹងរៀងរបស់យើងគឺ0លើ0អូខេអញ្ចឹងកន្លែងនេះយើងអាចទាញបាន limit x ខិតទៅរក0នៃយើងធ្វើការបំបែកវាឲ្យចូលតាមរូបមន្ត a ស្វ័យគុណ n ដក b ស្វ័យគុណ n ដដែលទៅអញ្ចឹងយើងអាចទាញបាន x ដក x បូក1គឺតើឲ្យដក1ហើយទាំងអស់ហ្នឹងគុណជាមួយនឹង x បូក1លើកជាស្វ័យគុណ2023បូកនឹង x បូក1លើកជាស្វ័យគុណ2022បូកតរហូតដល់1ហើយខាងក្រោមយើងគ្រាន់តែធ្វើការចាប់ x ជាកតាទៅអញ្ចឹងយើងអាចសរសេរបាន x កតា x ដកនឹង2តមកកន្លែងនេះយើងធ្វើការលុបវងកញ្ចក់ចោលហើយស៊ីសងទៅគឺវានៅសល់នឹង x អញ្ចឹងទាញបាន x កតាឲ្យ x បូក1លើកជាស្វ័យគុណ2023បូកនឹង x បូកនឹង1លើកជាស្វ័យគុណ2022បូកតរហូតដល់1ហើយទាំងអស់ហ្នឹងចែកនឹង x កតា x ដក2អញ្ចឹងនាំឲ្យយើងទាញបាន limit x ខិតទៅរក0នៃ x បូក1លើកជាស្វ័យគុណ2023បូកឲ្យ x បូកនឹង1លើកជាស្វ័យគុណ2022បូកតរហូតដល់1ហើយទាំងអស់ហ្នឹងចែកនឹង x ដកនឹង2ហើយយើងធ្វើការជួស0ចូលទៅអញ្ចឹងយើងទាញបាន1បូក1បូក1បូក1តរហូតដល់2024ដងនៅលើ2អញ្ចឹងយើងអាចទាញបាន2024ចែកនឹង2អញ្ចឹងចម្លើយឃើញ1012អរគុណ